លេងបាទប្រាប់ថាបងជង្គង់ខ្ញុំខ្លាំងណាបកគលខៀវដុតជើងក្រោមមួយដុតសងមកវិញធាក់មួយជើងរបស់វាសនាអូយអាយ៉ាបដូរក្លឹបវាយកាច់អីដុតជើងក្រោមវិញទៅហើយអូនវាសនាកាច់ម្លេះឯនេះអត់ទាន់វាយបាន2លានកាច់បណ្ដោយដុតមកជើងទៀតកាប់ជើងក្រោមកាប់សងមកវិញកាប់អត់ត្រូវទេវាសនាទៅឲ្យកាប់ខាងលើធាក់មួយរបស់វាសនាដុតជើងក្រោមផ្ទះម្ដាយរបស់វាសនា65គីឡូក្រាមពេញរូបពេញរាងពេញសាច់កំពុងតែពេញវ័យបាទធ្វើការប្រកួតល្អក៏អត់ទៅអូយបោះមកជង្គង់របស់វាសនាហ្គេនស្បឺកលើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោកលោកអញ្ញាកដាថាវាយអូណាមិនមែនវាយ5ទឹកទេវាយតែ3ទឹកទេគាត់ជើងអត់ចេញទេមួយដៃផុតបាត់ផ្ទះមកអូយមួយជើងទៀតបោះមកជង្គង់ទៀតរបស់វាសនាអូយជង្គង់ហោះអីកាចមែនទុតជើងក្រោមមកវិញរបស់បកគលខៀវទុតមួយជើងទៀតទាត់មួយបាទទៅអើយទាត់មួយជើង2ជើងរបស់វាសនាធាក់មួយទៀតបាទប៉ះដៃមួយវាយក្បាលពួររបស់វាសនាចូលពេញល្អណាកាប់មកកែងប៉ុណ្្នឹងឯងថាមិនកាចទៀតឬយ៉ាងម៉េចបាទបែកបារហើយអូយបាទមួយកែងហូរឈាមរាវបាទសូត្រវាសនាកាចបាទសម្រាប់វាសនាថ្ងៃនេះបាទពិតជាអស្ចារ្យបាទនៅលើសង្វៀនបាទមួយកែងកាប់អំបញ្ញមិញនេះដែលធ្វើឲ្យកីឡាករមកពីជប៉ុនមកកែងហូរឈាមរាវអូទប់អត់ជាប់ទេបាទទប់អត់ជាប់ទេបាញ់ឈាមមកបាត់ទៅហើយទោះបីជាលោកអញ្ញាកណាព្យាយាមនៃការជូនបាទរុញមកកាន់លោកគ្រូពេទ្យដើម្បីពិនិត្យបាត់បឋមបាទដើម្បីពិនិត្យបឋមសិនបន្តការប្រកួតបាទអីទេទៅទៀតទាត់មួយជើងទៀតទាត់មួយជើងទៅហើយធាក់មួយរបស់បកគលខៀវទាត់មួយទាត់សងមកវិញទាត់មួយជើងទៀតទាត់មួយជើងទៀតរុញឲ្យទៅហើយបាទដើរចូលទៀតមួយដៃរបស់បកគលខៀវទាត់មួយអូយអត់អីទេបាទអញ្ចឹងខំផងណាអ្នកណាខំអ្នកនឹងបានបាទអរគុណបាទអញ្ចឹងប្រកួតទូនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសសូមអរគុណបងកក្រហមសតវាសនាឈ្នះគណៈ